បាទសូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃទី30ខែ10ឆ្នាំ2025វេលាម៉ោង 11:50 នាទីព្រឹកនេះពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកនិងចិនថ្មីត្បិតថាឃើញទៅការប្រជុំនៅប្រទេសកូរ៉េខាងត្បូងបងប្អូនខ្លះក៏គិតថាអាចនឹងត្រូវរើគ្នាចិននិងអាមេរិកអាចនឹងត្រូវរើគ្នាពាក់ព័ន្ធជាមួយនឹងសង្គ្រាមសេដ្ឋកិច្ចបើសម្រាប់ខ្ញុំគិតវិញចិននិងអាមេរិកអត់ត្រូវគ្នាទេពីព្រោះអាមេរិកមនុស្សប្រទេសដែលមានល្បិចច្រើនចង់គៀបគេដោយមានវិធីសាស្ត្រផ្សេងៗជាច្រើនតែបើចង់គៀបជាមួយនឹងចិនវាពិបាកបន្តិចមូលហេតុគឺមានហេតុហើយនឹងផលតែនៅលើពិភពលោកប្រទេសដែលជាតួឯកធំបំផុតប្រទេសដែលជាតួឯកធំបំផុតអាមេរិកក៏ស្រឡាញ់ចិនក៏ស្រឡាញ់គឺខ្មែរប្រទេសជាតួឯកប្រទេសតួឯកគឺជាប្រទេសកម្ពុជាប្រទេសចិនក៏នឹងជួយខ្មែរប្រទេសអាមេរិកក៏នឹងជួយខ្មែរគាត់ថាអាមេរិកនិងចិនអត់ត្រូវគ្នាទេតែបើសិនជាខ្មែរអោបអាមេរិកដាច់គឺចិនក៏លែងពាក់ព័ន្ធយើងដែរតែបើសិនបើយើងអោបចិនដាច់វាមានរឿងផ្សេងទៀតអញ្ចឹងបានយើងត្រូវទាំងពីរពីព្រោះយើងជាតួឯកយើងជាកូនក្រមុំគេចូលមកស្ដីដណ្ដឹងគ្រាន់តែថាយើងរើសយកខាងណាឲ្យប្រកាសគឺយើងអត់រើសទេបានថាកូនកន្លោះមកទាំងពីរហ្នឹងគឺយើងទទួលទាំងពីរពីព្រោះយើងជាកូនក្រមុំព្រហ្មចារីដែលល្អផូរផង់ដែលអ្នកផងទាំងឡាយត្រូវការចង់បានតែខ្ញុំអត់និយាយអីច្រើនទេគ្រាន់តែថាប្រទេសដែលជាតួឯកដែលមានកូនក្រមុំគេត្រូវការនោះគឺកម្ពុជាដែលគេស្រឡាញ់ដែលគេចង់ស្ដីដណ្ដឹងហ្នឹងគឺកម្ពុជាចឹងអាមេរិកឥឡូវនេះព្យាយាមចរចាជាមួយចិនតែខ្ញុំគិតថាដូចជាមិនទាន់ត្រូវគ្នាទេដូចជាមិនទាន់ថាត្រូវគ្នាទេអើយបាក់ណាបងប្អូនប្រទេសទាំងអស់នេះគឺសិតតែជាពិបាកគ្រាន់តែបងប្អូនអត់ដឹងច្បាស់ថាតួឯកនៅណាអញ្ចឹងតួឯកនៅកម្ពុជាយើងតួឯកដែលធំបំផុតនៅលើពិភពលោកគឺកម្ពុជាគឺជាតួឯកដែលមានកូនក្រមុំដែលល្អផូរផង់ល្អបរិសុទ្ធគឺកម្ពុជាប្រទេសដែលល្អបរិសុទ្ធនោះគឺប្រទេសកម្ពុជាគឺជាតួឯកអញ្ចឹងថ្ងៃណាមួយបងប្អូននឹងយល់ថាហេតុអីបានខ្ញុំហ៊ាននិយាយថាប្រទេសកម្ពុជាគឺជាតួឯកនៃសាច់រឿងទាំងអស់អញ្ចឹងតិចទៀតបងប្អូននឹងយល់ហើយអាចនឹងយល់ច្រើនតែម្ដង